ឥឡូវទស្សនភាពពេលល្ងាចយើងដើរចូលតំបន់កណ្ដាលរបស់គេដូចជានៅមុខហ្នឹងដូចជាមានផ្សារកត់លក់មានតូបដូចផ្សារដូចអីមានកន្លែងជួលម៉ូតូអញ្ចឹងឥឡូវយើងដើរទៅមើលទស្សនាទាំងអស់គ្នានៅកណ្ដាលនេះដូចជាកន្លែងជួលម៉ូតូជួលអីហ្នឹងឯងមានម៉ាតមានអីដែរតើនេះមានគេលក់កៅអៅមានជួលទូកជួលអីអូកន្លែងជួលម៉ូតូទឹកជោគជួលអីណែចង់វាយប៉ែសមុទ្រអីកៅអៅមានទាំងអស់មានម៉ាតមានអីអូកន្លែងគេលក់ចំណីហាដូចម៉ាតដូចអីតគ្នាអូនេះភ្លើងស្អាតហ្នឹងអូខេមានហាឋានមានអីអូមានថ្នាំពេទ្យទៀតណែមកកោះរងមកចេះខ្វះអីញ៉ាំសបោរបស់ញ៉ាំមានហាឋានគេច្រើនឈៀលលក្ខណៈភ្លើងពណ៌រីត្រីនៅសមុទ្រអីចឹងចង់ទិញសក់ពាក់អត់នេះសក់អែម្នាក់ពាក់ចូលឆ្នាំខ្មែរមានមឹកមានត្រីអាំងមានអីដូចជាអស់ត្រឹមនេះហើយនោះនៅខាងមុខនោះមានហាឋានជប៉ុនមួយបើស៊ូមមកចិត្តតិចហ្នឹងហើយដូចមានប៉ុណ្ណឹងហើយនឹងអូនៅនេះមានបោកអាវដែរមានម៉ាស៊ីនបោកអាវបងប្អូនចង់ម្លេងឯងងូតទឹកអីប្រឡាក់អាវប្រឡាក់អីមានគេបោកអាវបោកដោយម៉ាស៊ីនប្រហែលជាដាក់កាក់ដាក់អីហ្នឹងឯងមានថងទឹកចម្រោះមានអីឥឡូវយើងស៊ូមមើលចិត្តតិចទៅណហ្នឹងមានថងបោកអាវមានអីដែរដាក់ជួលមុនហ្នឹងខ្ញុំបោកអាវដៃបាត់ហើយដឹងអញ្ចឹងយកមកបោកកន្លែងនេះបាត់ល្ងាចឡើងដើរមកមិនឃើញមានថងទឹកមានអីចម្រោះដែរនេះអូណ៎មានតទៅមុខទៀតដែរជាអស់ហើយដូចខ្ជិលទៅវាប៉ុណ្ណឹងហើយឥឡូវយើងដើរទៅលេងនៅឆ្នេរវិញអានេះយើងបកត្រឡប់មកវិញនៅផ្លូវកណ្ដាលគេអានេះផែទៅចាប់ពីទុកមកដើរតាមផែហ្នឹងមកគេតម្លាក់ទុកតម្លាក់យើងនៅផែហ្នឹងយើងដើរពីកណ្ដាលមកមានទៅខាងឆ្វេងនិងទៅខាងស្ដាំឥឡូវយើងដើរទៅខាងស្ដាំមកចង់ដឹងមានអីដែលថាគួរចាប់អារម្មណ៍ទៀតអត់ចឹងក៏បើកឆាមកនេះមានគូគីមកទទួលហើយនេះគូគីអានេះឆ្កែសមុទ្រហើយឆ្កែសមុទ្រអានេះមើលរៀងគេដើរអ៊ីនេះកន្លែងខ្លាំងគេដាក់ម៉ូតូទឹកនេះកន្លែងខ្លាំងគេដាក់ម៉ូតូទឹកអូមានពងមានចេកហោះមានអីណាពេញហ្នឹងហើយខ្លាំងគេជុំភូដលឆ្កែសមុទ្រភូដលសមុទ្រដីសែតអីណានៅណាមានលក្ខណៈសាច់មានដូចសាច់មាន់សាច់គោអីគេឲ្យយើងទិញជាខាំទុកអាំងញ៉ាំ
សបោរបស់ញ៉ាំមកនេះកុំភ័យបាប្រាំងអីមានមកអានេះដើរមកបន្តទៀតមានគេរៀបចំបែបបុណ្យចូលឆ្នាំប្រពៃណីខ្មែរមានគេរៀបតុកបែបផិចនិចអីនៅគៀនឆ្នេរអញ្ចឹងណាជាដល់ណ៎ណែបាទ Happy New Year បងបងប្អូនខ្មែរយើងសប្បាយនេះនៅលើហ្នឹងមានគេតែងដាក់កសែងដាក់អីរៀបចំកម្មាយអូមានលក្ខណៈជា buffet ទៀតអូស្អាតមែនតើរៀបចំបែបអាហារដ្ឋានក្បែរសមុទ្រមានតុកអីរៀបចំកណាត់បែបបកសអីមែនតើនិយាយរឿងគាត់ឃើញហើយចង់នៅ2ថ្ងៃទៀតដល់នេះដើរមកដល់បេក្ខដាដូចគេបិទភ្លើងតែនៅខាងមុខនៅមានកន្លែងថាយើងអាចទៅទស្សនាបានទៀតចឹងតែនេះឆ្នេរអូខ្សាច់សក្បោះហ្មងណែនៅមុខនោះមានភ្លើងក្រហមនោះទូកគេជិះមកស្អាតមែនតើហើយប្រពន្ធហ្នឹងនាំមកកន្លែងល្ងិតហ្នឹងចង់ធ្វើគេនេះមកឡើយយើងតវីដេអូទៅមុខទៀតអានេះឆ្កែសមុទ្រយើងជួបវិញអានេះយើងបកមកខាងស្ថានភាពយើងគេវិញជួបស្ថានភាពទៀតresort មកខាង train ដៃវិញអានេះមុនហ្នឹងទៅអស់ផ្លូវឥឡូវយើងបកមកខាងកន្លែងយើងគេវិញតែយើងពេលយប់ឡើងវាស្អាតមិនអីមិនចឹងណានេះកន្លែងថតថ្ងៃមិញទឹកមិញហ្នឹងកន្លែងញ៉ាំអី burger អីហ្នឹងអាហ្នឹងទៅទស្សនភាពពេលយប់ឡើងហ្នឹងភ្លើងភ្លឺស្អាតនេះដល់តុងបែបចូលឆ្នាំខ្មែរចឹងណាចង់ញ៉ាំអាហារបែបអឺរ៉ុបមានភីហ្សាកូកាយមានតុកឲ្យយើងអង្គុយលេងភិចនិចនៅតាមដងឆ្នេរអញ្ចឹងស្អាតយកឡើងស្អាតនិយាយរួម stress អីពីធ្វើការងាររស់ស៊ីអាចឲ្យកដោខ្លួនឯងថ្ងៃបុណ្យទានឬក៏ចុងសប្តាហ៍អាចមកលេងបាននេះគេតុបតែងថ្ងៃដាក់ភ្លើងដាក់អីស្អាតហ្នឹងហើយនេះមុននឹងខ្ញុំថតពីឆ្ងាយមិញថាគេតែងបែបឆាកតន្ត្រីសង្គ្រាមខ្មែរឥឡូវខ្ញុំមកថតចិត្តបដ ாய் ហើយយើងដើរទៅមុខទៀតមានភ្លើងមានអីគេតុបតែងមានតោមានរឹងមានក្រែកេងអីនៅតាមមាត់ឆ្នេរអូស្អាតមែនទែនគ្រាន់ឃើញក៏ទៅនៅមើលបងប្រុសគាត់ជនជាតិជប៉ុនអូឈៀលមែនទែននេះក៏រង Wonders នឹងអាន Wonders Wonder នេះអានអត់ចេញអង់គ្លេសខ្លាំងពេកហ្នឹងហើយអូមានតែងនេះខាង resort គេតែងផ្កាយប៉ុណ្ណាណីនេះមកលើអូស្អាតមែនហ្នឹងហើយអូណូឃើញដុតចន្លោះដុតអីនោះមួយអែមឈៀលអូខេអានេះកន្លែងគេលក់ស្រាលក់អីថ្ងៃមិញហ្នឹងឯងណាដែលខ្ញុំនិយាយថាគេអាចលក់ចាប់ពីល្ងាចឡើងហ្នឹងហើយនេះមានមហោមានមណុយអីហ្នឹងហើយអានោះ Sky Bar គេខ្ញុំទិញទឹកកលឹកមួយ passion ថ្ងៃមិញហ្នឹងហើយអូឆ្កែសមុទ្រស្អាតមែនអានេះ Alaska នេះ Alaska និង Husky រោមដូចគ្នា
ao lên lại xây tê anh ấy bà sra phải chơi chùm mà mà trong phật sra phải chơi nè mán đọc mông phay mốc ấy nè nó có rong của miếng này khơi từ nông ngon